ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកាយវិឡាមានប្រធានបទមួយចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺមានឈ្មោះថាជំងឺសេមាត់ឬយើងអាចហៅជាភាសាបរទេសបានថា genital wart ជំងឺសេមាន់គឺជាជំងឺឆ្លងតាមរយៈផ្លូវភេទដែលជួបប្រទះញឹកញាប់ច្រើននៅក្នុងជំងឺកាមរោគចំពោះមេរោគនៃជំងឺសេមាន់នេះគឺមានឈ្មោះថា Human Papilloma Virus ឬយើងអាចហៅបានថា HPV ចំពោះវីរុស HPV ដែលបង្កឲ្យកើតមាននៃជំងឺសេមាន់នេះគឺមានដូចជា HPV 11លេខ6លេខ42 44 50 83និង53វាគឺជាប្រភេទ slot មិនមែនជាប្រភេទកាចនោះទេជំងឺនេះគឺឆ្លងតាមរយៈការប៉ះពាល់ស្បែកការប៉ះពាល់ទៅនឹងប្រដាប់ភេទការរុំភេទតាមមាត់ការរុំភេទតាមរង្គូតការរុំភេទតាមទ្វារមាសឬការប៉ះពាល់នៅប្រដាប់ភេទបុរសជំងឺនេះគឺអាចឆ្លងតាមរយៈការប្រើប្រាស់របស់របររួមគ្នាផងដែរដែលនៅក្នុងនោះមានការប្រើប្រាស់កន្សែងរួមភួយរួមកម្រាលពូករួមហើយនឹងការប្រើប្រាស់នៅសម្លៀកបំពាក់រួមផងដែរចំពោះអ្នកផ្ទុកនៅមេរោគនេះគឺពេលខ្លះហ្នឹងគឺมันមាននៅរោគសញ្ញានោះទេគឺមានន័យថាអាចផ្ទុកដោយមិនបានដឹងខ្លួនចំពោះរោគសញ្ញានៃជំងឺសេមាន់ឬយើងអាចហៅបានថា genital wart ហ្នឹងគឺភាគច្រើនហ្នឹងគឺមានដុំសាច់ដែលដុំសាច់ទាំងអស់នោះពេលខ្លះមានការរាបស្មើពេលខ្លះមានការឡើងកំពកផងដែរហើយកំពករបស់វាហ្នឹងគឺមានលក្ខណៈបែកដូចជាខាត់ណាហើយភាគច្រើនហ្នឹងគឺដុះនៅលើស្បែកដែលពេលខ្លះហ្នឹងអាចដុះនៅលើប្រដាប់ភេទរង្គូតមាត់ស្បូនកស្បូនហើយពេលខ្លះហ្នឹងអាចកើតទៅដល់កលៀនជើងដៃហើយមាត់បំពង់កហើយនឹងកែងដៃផងដែរជួនកាលដុំសាច់នោះអាចមានតែមួយឬមានច្រើនឬពេលខ្លះហ្នឹងអាចដុះមួយប៉ុន្តែមានលក្ខណៈកញ្ចុំធំផងដែរហើយរាងរបស់វាហ្នឹងគឺដូចទៅនឹងផ្កាកណាឬពេលខ្លះហ្នឹងដូចជាមួយនឹងសេមាន់តែម្ដងបច្ចុប្បន្ននេះគឺមិនទាន់មានថ្នាំក្នុងការព្យាបាលនៅមេរោគ HPV ឲ្យជាដាច់នោះទេប៉ុន្តែចំពោះប្រព័ន្ធការពាររបស់យើងហ្នឹងគឺអាចសម្អាតនៅមេរោគទាំងអស់នេះបានក្នុងរយៈពេលពី1ឆ្នាំទៅក្នុង2ឆ្នាំចំពោះការព្យាបាលនៃជំងឺសេមាន់នេះគឺយើងត្រូវការធ្វើការស្អំក្តៅនិងស្អំត្រជាក់